បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកមកបង្ហាញទាក់ទងទៅនឹងចម្ពោះទី3ប្រវត្តិសាស្ត្រតំបន់ក្នុងសង្គ្រាមត្រជាក់មេរៀនទី1បំរែបំរួលសង្គមអាស៊ីអាគ្នេយ៍ក្រោយសង្គ្រាមលោកលើកទី2 1គ្រូរៀបរាប់អំពីប្រវត្តិសាស្ត្រតំបន់ក្នុងសង្គ្រាមត្រជាក់បាទសង្គ្រាមត្រជាក់ដែលកើតឡើងចន្លោះឆ្នាំ1947ដល់1991ឥឡូវយើងមកមើលតាក់ទងទៅនឹងនិយមន័យលោកគ្រូលើកយកមក2បាទនិយមន័យវាអាចមានផ្សេងពីគ្នាទៀតបាទនិយមន័យសង្គ្រាមត្រជាក់គឺជាចំនួនភូមិសាស្ត្រនយោបាយដែលកើតឡើងពីឆ្នាំ1947ដល់ឆ្នាំ1991ក្រោយពីអាមេរិកនិងសហភាពសូវៀតកម្ចាត់សត្រូវរួមគ្នាគឺអាល្លឺម៉ង់ហើយក៏លែងទុកចិត្តគ្នាដោយសារមាននយោបាយផ្ទុយគ្នាក៏ចាប់ផ្ដើមផ្គត់ផ្គង់ចលនានយោបាយប្រទេសនានាដើម្បីប្រឆាំងគ្នាតាមគោលនយោបាយរៀងៗខ្លួនបាទនិយមន័យទី1ឥឡូវមើលតកតងទៅនឹងនិយមន័យទី2សង្គ្រាមត្រជាក់គឺជាចំនួនមនោគមវិជ្ជារវាងប្លុកសេរីមានអាមេរិកនិងប្លុកកុម្មុយនីសមានសូវៀតដែលនៅពីក្រោយខ្នងនៃភាគីចំនួនហើយផ្ដល់ជាជំនួយសេដ្ឋកិច្ចអាវុធយុទ្ធភ័ណ្ឌបច្ចេកវិទ្យាវិទ្យាសាស្ត្របាទដើម្បីកាច់បំបាក់គ្នាមកចំណុចទៀតលោកគ្រូសូមលើកយកតកតងទៅនឹងផលនៃសង្គ្រាមត្រជាក់ចំពោះពិភពលោកបាទផលនៃសង្គ្រាមត្រជាក់មានផលវិជ្ជមាននិងអវិជ្ជមានចឹងលោកគ្រូលើកយកផលអវិជ្ជមានមុនទី1បាទធ្វើឲ្យប្រទេសមួយចំនួននៅលើពិភពលោកបែកបាក់សាមគ្គីជាតិដោយសារទទួលឥទ្ធិពលមនោគមវិជ្ជាខុសគ្នាទី2ធ្វើឲ្យប្រទេសមួយចំនួននៅលើពិភពលោកត្រូវបានបែងចែកជាពីរមានកូរ៉េមានអាល្លឺម៉ង់មានវៀតណាមមានឥណ្ឌាទី3បង្កឲ្យមានសង្គ្រាមចំពោះប្រទេសដែលទទួលនៅមនោគមវិជ្ជាសេរីនិងកុម្មុយនីស4អង្គការសហប្រជាជាតិមិនអាចដោះស្រាយបញ្ហាវិបត្តិនេះបានព្រោះសង្គ្រាមនេះមានប្រទេសមហាអំណាចនៅពីក្រោយ5ឥទ្ធិពលនៃសង្គ្រាមត្រជាក់នេះធ្វើឲ្យប្រទេសដែលប្រកាន់យកនយោបាយព្យាក្រឹតអនុវត្តមិនចំទិសហើយធ្លាក់ចូលក្នុងភ្លើងសង្គ្រាម6ប្រទេសដែលធ្លាក់ចូលក្នុងភ្លើងសង្គ្រាមត្រជាក់នេះបានធ្វើឲ្យវិនាសហិនហោចលើផ្នែកនយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌7បាទឥទ្ធិពលសង្គ្រាមត្រជាក់នេះបាននាំឲ្យមានការសម្លាប់មនុស្សមានការកាប់សម្លាប់មនុស្សបាទដោយរង្គាលបាទមានការសម្លាប់មនុស្សដោយរង្គាលដោយសារតែមនោគមវិជ្ជាខុសគ្នាបាទឥឡូវយើងមើលតកតងទៅនឹងផលវិជ្ជមាននៃឥទ្ធិពលសង្គ្រាមត្រជាក់បាទមាន3សំខាន់ទី1ធ្វើឲ្យពិភពលោករីកចម្រើនយ៉ាងឆាប់រហ័សទៅលើបច្ចេកវិទ្យាវិទ្យាសាស្ត្រទី2ធ្វើឲ្យប្រទេសដែលស្ថិតនៅក្រោមអាណានិគមទទួលបានឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីឡើងវិញទី3ប្រទេសដែលទទួលនៅមនោគមវិជ្ជាទទួលបានជំនួយក្នុងការអភិវឌ្ឍជាតិ